ជាថ្មីម្ដងទៀតខ្ញុំប្រកាសណាខ្ញុំសូមក្រាបថ្វាយបង្គំប្រកាសណាគ្រប់ព្រះអង្គជាទីសក្ការៈបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ដោយដែលខ្ញុំប្រកាសណាបានថ្លែងនៅក្នុងចាប់ពីម៉ោង 1:30 នាទីរហូតមកដល់ពេលនេះម៉ោង 2:30 នាទីចំនួននៃមរណភាពដែលគឺបានកើនឡើងដល់339នាក់និងរបួសចំនួន329នាក់នេះគឺជាសោកនាដកម្មដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងរយៈពេលជាង31ឆ្នាំបន្ទាប់ពីរបបប៉ុលពតទោះជាទឹកជំនន់ឆ្នាំ2000ក៏មិនមានមនុស្សស្លាប់ច្រើនក្នុងពេលតែប៉ុន្មានម៉ោងដូចពេលនេះដែរនៅក្នុងឱកាសទុក្ខសោកនេះសមត្ថកិច្ចបានប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋហើយជាពិសេសប្រជាពលរដ្ឋជនរួមជាតិរបស់យើងដែលកំពុងរងរបួសចំនួនជាង300នាក់ខ្ញុំប្រកាសណាខ្ញុំសូមធ្វើការគូសបញ្ជាក់ថាតាមការសិក្សាស្រាវជ្រាវជាបឋមមកដល់ពេលនេះមិនទាន់មានឃើញសញ្ញានៃអំពើភេរវកម្មណាមួយដែលបានកើតឡើងនៅក្នុងថេរវេលានេះទេប៉ុន្តែការស្រាវជ្រាវមួយត្រូវតែធ្វើហើយក្នុងរយៈពេលនេះក៏សូមអំពាវនាវបងប្អូនជនរួមជាតិសូមកុំធ្វើដំណើរទៅកាន់ទីកន្លែងដែលជាទីកន្លែងរងគ្រោះដើម្បីទុកឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវជាបន្តក្នុងរយៈពេលដ៏ទុក្ខសោកនេះរាជរដ្ឋាភិបាលសូមប្រកាសយកថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2010ធ្វើជាថ្ងៃកាន់ទុក្ខនៅទូទាំងប្រជាជាតិណាចក្រកម្ពុជាសម្រាប់បងប្អូនជនរងគ្រោះទាំងអស់ខ្ញុំប្រកាសណាខ្ញុំសូមយកឱកាសនេះសូមផ្ញើជូនចំពោះក្រុមគ្រួសារនៃសពសូមមេត្តាយោគយល់ខន្តីអធ្យាស្រ័យចំពោះការបាត់បង់ដ៏ធំធេងនេះនិងសូមបងប្អូនប្រជាជននៅទូទាំងប្រទេសបន្តការងារជាធម្មតាខ្ញុំប្រកាសណាសង្ឃឹមថាគណៈកម្មការចាត់ចែងនិងរៀបចំដោះស្រាយបញ្ហានេះសមស្របហើយក៏សូមយកឱកាសនេះសម្ដែងជូននៅការគោរពចំពោះវិញ្ញាណក្ខន្ធអ្នកដែលបានមរណកាលទៅសូមវិញ្ញាណក្ខន្ធបងប្អូនទាំងអស់ទៅកាន់សុគតិភពកុំបីឃ្លានគ្រាឡើយខ្ញុំប្រកាសណាខ្ញុំសូមស្លេះតែប៉ុណ្ណេះប្រសិនមានភាពចាំបាច់ខ្ញុំប្រកាសណាខ្ញុំនឹងធ្វើការថ្លែងការណ៍បន្ថែមទៀតជាមួយគ្នានេះដែរអនុញ្ញាតឲ្យខ្ញុំប្រកាសណាខ្ញុំបានបញ្ជាក់សារជាថ្មីថាការស្រាវជ្រាវដែលយើងបានធ្វើជាបឋមនេះមិនមានសញ្ញានៃអំពើភេរវកម្មណាមួយនោះទេដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរក្សានៅភាពស្ងប់ស្ងាត់និងដំណើរការងារជាធម្មតាហើយក៏សូមវិនិយោគិនក៏ដូចជាទេសចរដែលបាននឹងកំពុងធ្វើដំណើរឬក៏កំពុងស្នាក់នៅក្នុងប្រជាជាតិណាចក្រកម្ពុជាធ្វើដំណើរជាធម្មតាពុំមានអ្វីកើតឡើងនោះទេខ្ញុំប្រកាសណាខ្ញុំសូមថ្វាយបង្គំលានិងគោរពលាសូមអរគុណ